បាទសូមជម្រាបសួរដល់ប្រិយមិត្តដែលកំពុងតែទស្សនាទាំងអស់ជាទីមេត្រីបាទលោកអ៊ុននេះនិងលោកញឹមផល្លាដែលជាកងកម្លាំងការពារព្រំដែននៅច្រកអានសេះខេត្តព្រះវិហារកំពុងតែបាទនៅរាជធានីភ្នំពេញដើម្បីផ្ដល់នៅព័ត៌មានឲ្យយើងជួយបញ្ជាក់បញ្ជុំវិញរូបភាពនិងវីដេអូខ្លះមួយចំនួនរបស់គាត់ត្រូវបានបាទអ្នកលេងបណ្ដាញសង្គមនឹងយកទៅកាត់តធ្វើឲ្យល្បីតោកទាជំវិញពិភពលោកមិនត្រឹមតែនៅកម្ពុជានោះទេអ្វីដែលជាផលប៉ះពាល់របស់គាត់គឺវីដេអូទាំងអស់ហ្នឹងត្រូវបានស្វែងរកជំនួយបាទថានឹងយកជំនួយទាំងអស់ហ្នឹងជូនទៅដល់ក្រុមគ្រួសារគាត់និងជូនទៅដល់គាត់តែម្ដងប៉ុន្តែបាទជាការសោកស្ដាយបំផុតបងប្អូនហើយបើពួកគាត់បានមកដល់ភ្នំពេញហើយបន្ទាប់ពីមានការព្យាបាលនៅក្នុងមន្ទីរពេទ្យដែលពួកគាត់ទាំងពីរហ្នឹងត្រូវផ្សែងពុលដោយការបាញ់ផ្សែងពុលពីយោធាសៀមបាទធ្វើឲ្យពួកគាត់ហ្នឹងមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរបំផុតបាទម៉ោងនេះពេលនេះគាត់ក៏កំពុងតែមានការខ្វះខាតនឹងដើម្បីទទួលយកជំនួយពីបងប្អូនចាប់ពីឥឡូវនេះទៅបើសិនបើបងប្អូនបាទឬក៏បាទសម្ដេចទ្រង់ឯកឧត្តមលោកជំទាវដែលមានបំណងចង់ជួយគាត់ឲ្យពិតប្រាកដជិះវៀងកុំឲ្យកន្លងមកហ្នឹងគឺមានតែឈ្មោះមានតែរូបថតវីដេអូទាំងអស់ហ្នឹងសាច់ពីវាពីកាលជុំវិញពិភពលោកមិនត្រឹមតែកម្ពុជាទេហើយមុខរបស់គាត់ហ្នឹងបងប្អូននឹងបានស្គាល់តិចទៀតខ្ញុំឲ្យគាត់បើកម៉ាស់ហើយបាទអញ្ចឹងលោកអូននេះហើយនឹងលោកញឹមផល្លាដែលមានដើមកំណើតអ្នកកំពង់ធំបានពុះពៀយ៉ាងសកម្មនៅក្នុងការពារច្រកអានសេះខេត្តព្រះវិហារយ៉ាងខ្លាំងក្លាបំផុតហើយបាទរហូតបងនេះឥឡូវគាត់ប្រឈមមុខបញ្ហាសុខភាពអញ្ចឹងយើងនឹងសួរគាត់តែម្ដងទៅបាទលោកនេះណាបាទជំរាបសួរបងទាំងអស់គ្នាបាទជាកងកម្លាំងនគរបាលការពារព្រំដែននៅខេត្តព្រះវិហារផងដែរបងញឹមផល្លាបាទបន្ទាប់ពីមានការលេចឮថាមុខមាត់របស់បងត្រូវនៅលើបណ្ដាញសង្គមច្រើនប៉ុន្តែដោយឡែកគ្រួសាររបស់បងមិនត្រូវបានទទួលជំនួយចេញពីអ្នកដែលយករូបភាពរបស់គាត់បងទៅបាទធ្វើសកម្មភាពទាំងអស់នោះបាទជុំវិញទាំងអស់ហ្នឹងបងយល់យ៉ាងណាបងមានការផ្ដាំផ្ញើទៅសាធារណជនយ៉ាងម៉េចដែរក៏ដូចជាម្ចាស់ជំនួយដែលត្រូវផ្ដល់ឲ្យបងប៉ុន្តែបងមិនបានទទួលបាទអ្នកយករូបភាពខ្ញុំខំឬក៏ចាក់ផ្សាយដល់ទេសក្រៅតែខ្ញុំបានជំនួយច្រើនមានជំនួយបានច្រើនប៉ុន្តែតាមប្រពៃណីទេសក្រៅហ្នឹងអត់បានទេហើយលោកខ្ញុំហ្នឹងបានមកនេះទៅបានបងប្អូនប្រជាពលរដ្ឋនៅតាមផ្សារយើងហ្នឹងគាត់បានរៃគ្នា10000 20000អញ្ចឹងគាត់បាន4-100000គ្រាន់ទិញម្ហូបទិញអីហូបកូនចែកចាយដែរអញ្ចឹងកន្លងមកការលេចលឺនៅលើបណ្ដាញសង្គមដែលមុខមាត់បងទាំងពីរហ្នឹងបានយកទៅប្រើប្រាស់ទាំងអស់ហ្នឹងបងមិនទទួលបានអ្វីទាំងអស់បាទរហូតដល់ពេលនេះមែនទេបងបាទអត់ដែលបានទទួលលុយពីកងណាមួយដែលបងប្អូនយករូបភាពខ្ញុំនេះទៅបោះទេបាទបងឈ្មោះអ៊ុនចិន្តាអ៊ុននេះបាទបងអ៊ុននេះមែនទេបងបាទបងអ៊ុននេះបាទអញ្ចឹងឥឡូវបងអ៊ុននេះក៏ដូចជាបងញឹមផល្លាដែលកំពុងតែល្បីនៅលើបណ្ដាញសង្គមប្រិមិត្តហ្នឹងបាទឃើញមុខគាត់ចាស់កំពុងតែល្បីអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនបានឃើញមុខគាត់ពិតថាមុខគាត់នេះคล้ายឬក៏ពិតបាទថាមុខគាត់នេះคล้ายឬក៏ពិតបងសុំទម្លាក់ម៉ាស់បន្តិចទៅបងអត់អីទេបាទឃើញចាក់ស្ដែងបងប្អូននេះបាទនេះបាទពេទ្យគាត់នេះបានជួយឧបត្ថម្ភខ្ញុំជួយឧបត្ថម្ភបងសុំបញ្ជាក់ឈ្មោះបាទយើងឡើងមួយម្នាក់មកបាទឈ្មោះពេទ្យកូនពៅបានធ្វើវីដេអូបានជំនួយបាញ់ចូលកង់ខ្ញុំរងថ្ងៃមានប្រកបមែនពេទ្យគាត់នេះប៉ុន្តែចំពោះเพจផ្សេងមួយចំនួនទៀតគឺបងមិនបានទទួលបានទេបានអញ្ចឹងមានន័យថានៅក្នុងเพจដែលគេយកទៅប្រើប្រាស់ហ្នឹងគាត់បងមិនបានអនុញ្ញាតទេប៉ុន្តែเพจដែលជួយបងតាមរយៈគេហៅថាស្គាល់គ្នាចឹងទៅមានឈ្មោះកូនពៅណាជួយបងណាបងណាបាទកូនពៅអញ្ចឹង
យើងនឹងបង្ហាញអំពីទស្សនវិជ្ជាថាគាត់ជួយបងសម្រាប់ការផ្ដល់ជាមូលនិធិបន្ទាប់បងនិយាយថាមានការខ្វះខាតបច្ចុប្បន្នហ្នឹងគឺมันមានអ្នកណាមួយជួយបងទេបាទអញ្ចឹងឥឡូវហ្នឹងគាត់ជួយបងបាទបន្តិចបន្តិចអញ្ចឹងទៅបាទហើយកន្លងមកឥឡូវបងជួយបញ្ជាក់ឲ្យម្ដងទៀតថាតើមានសប្បុរសជននៅក្រៅប្រទេសនៅក្នុងប្រទេសនេះដែលធ្វើសកម្មភាពបាទយករូបភាពរូបថតបងដែលឈរជើងនៅឯព្រំដែនបាទយើងឃើញមានវីដេអូរូបថតច្រើនណាបងប្អូនអញ្ចឹងកំពុងតែខ្លាំងប៉ុស្តិ៍មកមានnhấtណាអញ្ចឹងបងមិនបានទទួលអ្វីទាំងអស់ឯងបងជួយបញ្ជាក់ឲ្យច្បាស់ អត់តែបានទទួលទេបង ប្រទេសក្រៅប្រទេស បាទឬល្បីចាំអារាមថាតាំងពី ប្រទេសក្រៅ ប្រទេសក្រៅមកថាអូបងពីរនាក់នឹងបានលុយច្រើនណាស់រាប់ម៉ឺនដុល្លារប៉ុន្តែតាមការពិតពួកខ្ញុំអត់ដែលបានទទួលលុយសំបីតែមួយសេនខ្មែរទេបងបាទ ក្នុងឆ្នាំ2025បាទមានន័យថាតាំងពីសង្គ្រាមមករហូតដល់ឥឡូវហ្នឹងมันបានទទួលទេនិយាយឲ្យម្ដងទៀតមកណាជាក់ឲ្យម្ដងទៀតបាទអញ្ចឹងបាទមានតែម្នាក់នោះទេបាទអញ្ចឹងសង្ឃឹមថាពុកម៉ែមានមីងបងប្អូននឹងយល់ណាពេលខ្លះទៅអញ្ចឹងអារាស្ថានភាពកំពុងតែវឹកវរផងកងកម្លាំងប្រដាប់អាវុធកងយោធារបស់ខ្មែរកងខេមរៈភូមិន្ទកងវិរៈកងទ័ពកំពុងតែមមាញឹកនៅក្នុងការទប់ស្កាត់ដើម្បីប្រឆាំងនឹងរាល់អំពើឈ្លានពានរបស់យោធាសៀមមកលើដែនអតីតភាពកម្ពុជាស្រាប់តែមានអ្នកឆ្លៀតឱកាសណាគេឲ្យឆ្លៀតឱកាសត្រីងៀតឆ្លៀតពងយករូបភាពឬក៏វីដេអូរបស់គាត់ដែលគាត់ការពារនៅកន្លែងនោះទៅធ្វើសកម្មភាពបរិយអង្គាសអញ្ចឹងណាបាទយើងក្នុងនាមពលរដ្ឋខ្មែរដែលមានឈាមជ័រជាខ្មែរបេះដូងខ្មែរណាទោះបីយើងចេះនិយាយខ្មែរឥឡូវថាមិនមែនជាខ្មែរបេះដូងយើងបាទយើងនិយាយភាសាខ្មែរប៉ុន្តែយើងធ្វើអញ្ចឹងវាមិនល្អទេនេះគ្រាន់តែការផ្ដាំផ្ញើពីមហាជនណាព្រោះមហាជនឥឡូវកំពុងតែដាក់ជាចម្ងល់បាទដាក់ជាចម្ងល់ថាមិនក៏គាត់អត់បានទទួលជំនួយនេះឥឡូវមហាជនកំពុងតែទុះនៅលើបណ្ដាញសង្គមក៏ក្រោកថាវីដេអូរបស់គាត់រូបភាពរបស់គាត់នឹងត្រូវបានចែកចាយពេញលើពិភពលោកហើយបាទល្បីណាឈ្មោះបាទឈ្មោះបងខ្ញុំផល្លានឹងអឹមជាងនេះរូបភាពរបស់គាត់នឹងបងអ៊ុននីបាទរូបភាពរបស់គាត់បងប្អូនឃើញទេនេះជាក់ស្ដែងឲ្យចាំខ្ញុំបង្ហាញនៅលើអេក្រង់កញ្ចក់ទូរទស្សន៍អនឡាញរបស់យើងបាទឥឡូវនេះឃើញគាត់មកដល់ភ្នំពេញបងប្អូនទឹកមុខរបស់គាត់ទៅចេញពីមន្ទីរពេទ្យឥឡូវពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់អំពីគេហៅថាផ្សែងពុលរបស់សៀមណារបស់យោធាថៃធ្វើការបាញ់ណាធ្វើឲ្យគាត់នឹងប៉ះពាល់ដល់សុខភាពសួតថ្លើមអីលាក់ជាដើមនេះបងប្អូនយើងត្រូវតែយល់ចំណុចហ្នឹងបាទហើយចំណុចនេះមិនមែនជាការចង់បានអ្វីពីបងប្អូនទេពេលនេះប៉ុន្តែចង់ផ្ដាំផ្ញើនិងលាតត្រដាងអំពីការពិតសម្រាប់ពួកគាត់ទាំងពីរថាឥឡូវនេះគាត់អត់មានបានអីទេរស់នៅរងថ្ងៃគាត់គេហៅថាបានប្រពន្ធរលុយតិចតួចឲ្យបាទហើយសពរស់ជនតិចតួចគឺស្ទើរតែមិនបានអីទេអញ្ចឹងសពរស់ជនបាទជំទាវអាដាមលោកជំទាវដែលឃើញរូបគាត់ហើយអាចជួយគាត់បានជួយទៅបាទហើយយើងនឹងដាក់បាទការគេហៅថាដាក់នៅអ្វីដែលជាការស្នើសុំរបស់គាត់ណាដោយគោលបំណងរបស់គាត់នឹងគាត់ចង់បង្ហាញទីការគេហៅថាចង់បង្ហាញលាតត្រដាងការពិតទេដើម្បីបងប្អូនដឹងហើយព្រោះគាត់ឥឡូវកំពុងតែជួបបញ្ហាសុខភាពនៅក្នុងមន្ទីរពេទ្យទើបអញ្ចឹងនៅក្នុងរាជធានីភ្នំពេញឥឡូវយើងកំពុងតែនៅរាជធានីភ្នំពេញធ្វើការផ្សាយឲ្យបងប្អូនបានយល់បាទហើយបាទហើយឥឡូវបងទាំងពីរបាទសូមជួយរៀបរាប់ពីជួបនៅគ្រោះថ្នាក់បាទថាមានត្រូវអំបែងគ្រាប់និងផ្សែងពុលនោះបាទបងសូមជួយរៀបរាប់បន្ថែមបងនៅថ្ងៃទី8ខែធ្នូហ្នឹងបាទភាគីខាងសៀមហ្នឹងបានឈ្លានពានវាយមកលើកងទ័ពកម្ពុជាយើងហ្នឹងតាំងពីយប់យើងអត់បានដឹងម៉ោងទេប្រហែលជាម៉ោង3ជាងទៅម៉ោង4បាទពីភ្លឺរងវាយរហូតទៅដល់រសៀលថ្ងៃតិចហ្នឹងយើងក៏បានមានទូរស័ព្ទអីមើលដែរប៉ុន្តែគ្រាប់ដ្រូនរបស់ថៃហ្នឹងក៏បានធ្លាក់ត្រូវនឹងមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងត្រូវខាងក្រៅទេប៉ុន្តែមិនបែកជះមកត្រូវពូម៉ាក់ខ្ញុំបាទបណ្ដាឲ្យនេះស្ងាជើងទៅខ្ញុំក៏កង3ហើយដោះកម្មាពិករុំ
រុំពុកម៉ាក់ឃើញឈាមហូរខ្លាំងដល់ពេលអញ្ចឹងទៅពួកខ្ញុំក៏ទាញឲ្យកូនសូមយោបល់មេសូមថាមេខ្ញុំផល្លាបានត្រូវរបួសហើយแล้วពួកយើងគិតមិនអាចយកគាត់ទៅក្រោមឬយ៉ាងណាអត់ទៅខាងគាត់ថាកុំទាន់វាកំពុងតែវាយខ្លាំងណាយើងនៅឲ្យស្ងៀមសិនចាំបន្តិចទៀតខ្ញុំថាស្ងៀមអត់បានទេមេព្រោះអីឥឡូវវាកំពុងតែហូរឈាមខ្លាំងណាស់បើຕົកយូរបន្តិចបណ្ដាឲ្យគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងបានបងមួយឈ្មោះការ៉ាត់ហ្នឹងគាត់លឺតាមឲ្យកូនគាត់ក៏បានរត់មកទាញដៃចេញដែលខ្ញុំកំពុងតែកងអោបគាត់នេះអូគាត់ចេញចុះទៅទៅដល់ខាងក្រោមអត់មានអីធ្វើដំណើរចុះក៏បានយកម៉ូតូបងប្អូនកងទ័ពយើងដែលຕົកចោលនៅតាមផ្លូវអត់មានសោទេហើយក៏ខ្ញុំអោបរុំក្បាលគាត់នេះពីក្រោយបងរ៉ាត់ម្នាក់ទៀតអ្នកដប់ខ្ញុំក៏អោបពីក្រោយទៅក៏ផ្ដាច់លេខចុះពីលើភ្នំទៅដល់ចំណុចពងចាបហើយវាបានបាញ់ sniper មកត្រូវនេះបែងជើងខ្ញុំនេះទៅបងរ៉ាត់ក៏គាត់ថាអានេះអូនហើយលោតចុះទាញម៉ូតូធ្លាក់លើយើងខ្ញុំក៏លោតទាញម៉ូតូត្រោមក៏មកទម្លាក់គ្រាប់ខ្ញុំក៏លោតទម្លាក់ជ្រោះទៅពីរនាក់នេះក៏បានល្អិលម៉ូតូចុះទៅមុខហើយពីរនាក់នេះក៏រួចខ្លួនខ្ញុំក៏ជាប់នៅក្នុងព្រៃហ្នឹងមួយថ្ងៃមួយយប់ម៉ោងអត់ដឹងម៉ោងទេប៉ុន្តែប្រហែលជាម៉ោង9 ឬ 10 យប់បានខ្ញុំចេញផុតពីចំណុចពងចាបបានមកដល់ទីជាការវរៈបានមេគាត់បញ្ជូនខ្ញុំមកពេទ្យខេត្តព្រះវិហារគាត់នេះបានមេបញ្ជូនមកមុនពីល្ងាចមុនហើយខ្ញុំយប់ជ្រៅបានបញ្ជូនមកពេទ្យបន្តបានខ្ញុំមានជីវិតរស់ដល់ឥឡូវនេះខ្ញុំក៏ចឹងនៅពេលដែលបងជាប់នៅក្នុងព្រៃហ្នឹងគឺខាងបងប្រុសគង់តែរត់គេចពីក្របដ្រូនវាតាមទម្លាក់ខ្លាំងហើយខ្ញុំក៏ខំតស៊ូធ្វើម៉េចចេញឲ្យផុតដើម្បីទេមកប្រពន្ធឯងអើយជួយតាក់តងខាងមេវរៈផងបងនៅក្នុងព្រៃហ្នឹងឯងចេញតែជាមិនរួចទេព្រោះអីក្របដ្រូនវាធ្លាក់ច្រើនណាស់តាក់តងទៅខាងណាក៏អត់បានខ្ញុំរត់គេចដ្រូនផងអីផងក៏បានយប់បន្តិចក៏បានប្រពន្ធតាក់តងទៅបងម្នាក់នៅវរៈក៏បានមកយកខ្ញុំបានពាក់កណ្ដាលផ្លូវមានអីទេបងប៉ុណ្ណឹងនៅក្នុងសួរបងតិចជុំវិញរឿងហ្នឹងគួរឲ្យសង្វែងបងប្អូនណាខ្លោចផ្សាខ្លោចចិត្តនៅពេលស្ដាប់គាត់ទៅប៉ុន្តែយើងអត់ចង់ឲ្យបងប្អូនយល់អារម្មណ៍អញ្ចឹងពេកខ្លាំងនោះទេប៉ុន្តែអ្វីដែលយើងសង្វែងនៅពេលដែលគាត់រត់បងប្អូនបាទស្ទើរតែស្រក់ទឹកភ្នែកអ្នកស្ដាប់បងប្អូនទាំងអស់ហ្នឹងខ្ញុំជឿថាប្រកបណាស់គាត់នឹងបាទមានអារម្មណ៍មួយគឺរន្ធត់ចិត្តហ្មងនៅពេលដែលរត់ហ្នឹងបងរត់ហ្នឹងគឺមានព្រៃមានអីក្រាស់ដែរឬមិនបងមានព្រៃបងភ្នំចឹងបងភ្នំនៅដើមឈើបាទភ្នំចុះមកចឹងមានគុំអស័យតនៈយើងរត់ចូលក្នុងថ្មខ្លះរត់ចូលពួនគុំអស័យខ្លះប៉ុន្តែដ្រូនហ្នឹងវាតាមរយយើងរហូតមកវាតាមរយយើងរហូតដ្រូនវាប្រើបច្ចេកវិទ្យាមិនធម្មតាទេបាទអញ្ចឹងបានបងប្អូនការតស៊ូរបស់ទាហានការពារដីបងប្អូនឃើញទេបាទយើងឃើញដើម្បីបរណភាពទឹកដីរបស់យើងបាទគួរតែយល់ពីអារម្មណ៍នេះបាទនេះការសម្ដែងអារម្មណ៍ពិតរបស់កងកម្លាំងបាទនគរបាលជាតិក៏ដូចជាកងកម្លាំងនៃកងយុទ្ធពលខេមរៈភូមិន្ទដែរណាបងប្អូនណាបាទយើងយល់ពីអារម្មណ៍បាទហើយអ្វីដែលជាការតស៊ូរយៈពេលជាច្រើនថ្ងៃរហូតដល់ឥឡូវនេះឃើញថាគាត់កំពុងតែជួបបញ្ហាសុខភាពបាទសម្រាប់នៅមន្ទីរពេទ្យហើយណាបាទចឹងបងប្អូនត្រាំឆ្អឹងបងបាទមានត្រូវរបួសអីខ្លះសម្រាប់បងខ្ញុំត្រាំឆ្អឹងខ្នង3កាំហើយពុកបាទពេទ្យបាទនេះបងប្អូនណាត្រាំឆ្អឹងបាទត្រាំឆ្អឹងខ្មងបាទដោយសារបាទខ្នងបងរត់ពីលើភ្នំហ្នឹងហើយបាទលោតទម្លាក់ជ្រោះបរយនេះអូបាទជ្រោះបងណាជ្រោះពពោះប្រហែលជាប្រហែលនេះយើងស្មានបងវាជំរាលដែរបងគាត់ថាទៅប្រហែលជាជិត10 ម៉ែត្រ
យើងសម្រេចចិត្តថាលោតមកណា បាទលោកកិច្ចពីក្របដើម្បីរួចយករួចខ្លួនមកគ្រា ប៉ុន្តែពេលហ្នឹងมันមានយោធាសៀមដែលនៅក្បែរបងទេប៉ុន្តែដោយសារដ្រូនហ្មងណាបាទ ត្រូន ដ្រូន បាទ ដល់ពេលតម្លាក់យើងហៀសឲ្យរួចខ្លួនសិន បាទ ទុកចិត្តលោតតម្លាក់ជ្រោះ បាទ បាទគួរឲ្យបាទបងប្អូននេះសកម្មភាពអញ្ចឹងបានថាយើងតចុះប្រយុទ្ធបានដឹងបាទតចុះប្រយុទ្ធបានដឹងការតស៊ូដើម្បីជាតិណាបងប្អូនណាបាទឃើញទេគាត់ឥឡូវរស់រៀនមានជីវិតក៏មិនទៅមន្ទីរពេទ្យនេះដោយសាររឿងផ្សែងពុលរបស់សៀមនេះប្រើអាគីមីហ្នឹងណាដល់គីមីហ្នឹងគ្រោះថ្នាក់បំផុតហើយអ្នកដែលទៅរងផ្សែងពុលឃើញទេប៉ះពាល់សុខភាពខ្លាំងបាទហើយសម្រាប់បងខាងនេះវិញម្ដងបាទបងត្រូវភ្នែកត្រូវលើចាមហ្នឹងយ៉ាងម៉េចដែរបងត្រូវលើចាម ឥឡូវនៅឈឺក្បាលឲ្យខ្ញុំតងសួតហ្នឹងអូឯកូមើលទៅរិចតងសួតហើយមុខនោះហ្នឹងនៅឈឺនៅស្ពឹកក្បាលហើយនឹងតន់បាត់ស្ពឹកផង ហើយនៅក្នុងមន្ទីរពេទ្យហ្នឹងយើងសម្រាប់នៅទីពេទ្យហ្នឹងរហូតដល់ពេទ្យគេឲ្យអនុញ្ញាតចេញបង បាទដល់ពេទ្យឲ្យចេញមកឲ្យខ្ញុំនៅចេញនៅឈឺនេះខ្ញុំមកពេញផ្ទះបងហ្នឹងមកមើលស្កេនមើលក្បាលមើលអីតាទៀតស្កេនសើមិញ បាទអញ្ចឹងយើងឃើញចាក់ស្ដាយបងប្អូនបាទយើងរំលឹកនៅព័ត៌មានតែប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់បងប្អូនដែលស្ដាប់ហើយបាទប្រើរយៈពេលជាច្រើននាទីហើយបាទទី1អ្វីដែលគាត់ចង់បកស្រាយគឺបាទគាត់ប្រឈមមុខនឹងបញ្ហាមានជនអនាមិកមួយចំនួនយករូបភាពរូបថតរបស់គាត់ហ្នឹងទៅធ្វើសកម្មភាពបោកប្រាស់លុយកាក់របស់គេបាទហើយទី2បាទទី2បាទពួកគាត់នឹងកំពុងសម្រាប់ដេកនៅមន្ទីរពេទ្យបាទព្យាបាលតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យអ្នកគ្រូពេទ្យរបស់យើងធ្វើការយ៉ាងណាគាត់ជាដើម្បីបំរើជាតិមាតុភូមិយើងតទៀតបងប្អូនណាបាទអញ្ចឹងមានតែអំពាវនាវបាទសូមឲ្យបាទជំនួសដល់គាត់ទាំងអស់គ្នាបាទសូមអំពាវនាវដល់សប្បុរសជនទាំងអស់បាទមានជំទាវថ្មីហ្នឹងបាទឃើញមានការឧបត្ថម្ភជូនដល់កម្លាំងកងទ័ពរបស់យើងច្រើនណាស់ដែលបានផ្ដល់ណានៅថវិកាក៏ដូចជាស្បៀងឲ្យជូនគាត់ទៅបាទជូនគាត់ទោះបីគាត់ដេកនៅសម្រាប់នៅមន្ទីរពេទ្យបាទក៏ដោយក៏ប៉ុន្តែបងប្អូនអាណិតមេត្តាគាត់ឲ្យពិតប្រាកដបាទពិតប្រាកដដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ជីវភាពគ្រួសាររបស់គាត់បាទយើងឃើញបងប្អូនបាទទឹកមុខរបស់គាត់នៅក្នុងបណ្ដាញសង្គមនឹងឃើញដែរស្វាហាប់ណាស់ដែលមនុស្សគ្រប់គ្នាយករូបភាពគាត់ទៅធ្វើការបំផុសបាទនៅគេហៅថាបំផុសនៅការយកថវិកាលុយអីហ្នឹងដើម្បីតែផលប្រយោជន៍ខ្លួនអញ្ចឹងយើងបញ្ឈប់រាល់សកម្មភាពទាំងអស់ហ្នឹងទៅក្នុងនាមយើងខ្មែរដូចគ្នាបាទខ្ញុំអំពាវនាវឲ្យអំពាវនាវទៀតបាទបែរទេលោកម្នេះបាទយើងសូមអំពាវនាវឲ្យអំពាវនាវទៀតសូមបញ្ឈប់ទៅហើយបើចង់ជួយគាត់បងប្អូនណាយើងជួយគាត់នេះបាទទឹកនៅខាងមុខខ្ញុំហើយយើងនឹងដាក់លេខទូរស័ព្ទដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារគាត់ក៏ដូចជាគាត់ផ្ទាល់បាទឬក៏តិចតួចដូចស្ដាងច្រើនអីឬក៏នេះ QR របស់គាត់ ឬក៏ QR ជាក់ស្ដែងនេះ QR កូដនេះ របស់គាត់ផ្ទាល់តែម្ដង បាទគឺគាត់សិតតែកងកម្លាំងនគរបាលជាតិណាបងប្អូនណាកងកម្លាំងនគរបាលជាតិការពារព្រំដែនតែពួកគាត់បានលះបង់ពេលវេលានឹងមានតម្លៃហ្នឹងណានៅច្រកអានសេះសូមជម្រាបឡើងវិញថាគឺគាត់ការពារនៅច្រកអានសេះ បាទជាបឋមខ្ញុំបាទក៏សូមថ្លែងអំណរអគុណដល់អាជ្ញាធរដែលនៅសាទមួននេះដែលបានជួយឧបត្ថម្ភដល់ពួកខ្ញុំទាំងពីរនាក់ក៏ដូចជាបងប្អូនអាជីវករផងដែរដែលបានរៃអង្គាសគ្នា10000 20000បានជួយឧបត្ថម្ភខ្ញុំបាទត្រង់បានជួយទ្រទ្រង់បានហើយបាទលើដេតបងវិនមានតែពៅគាត់បានឧបត្ថម្ភហើយអាជីវករផ្សេងទៀតបានរៀបរាប់ឈ្មោះអស់ទេបាទដេតបងអីអរគុណជាបងវិនបងដេតតែពៅបាទជាពិសេសអរគុណដល់បងប្អូននៅក្នុងសារទាំងមូលទាំងអស់បាទជាទៀតហើយបាទអរគុណទាំងអស់ទៅវិញហើយបងប្អូននៅក្នុងសារក្បួននេះទាំងអស់បាទសូមជូនពរឲ្យបងរស់ស៊ីកាន់តែមានឡើងបាទឲ្យសុខភាពល្អបាទអរគុណបាទអរគុណដល់បានទេបាទបាទព្រះវិហារស្រុកចំផ្សាន
បងប្អូនបាទឃើញទេស្រុកចំសានខ្ញុំជម្រាបឡើងវិញដងទៀតការទម្លាក់គ្រាប់របស់យោធាសៀមនៅលើផ្ទះប្រជាពលរដ្ឋនៅតំបន់មួយចំនួនគឺសាហាវណាបាទយើងនិយាយសាហាវប៉ុន្តែម៉ោងនេះយើងចង់និយាយថាធ្វើអីក៏ដោយសូមឲ្យយើងទាំងអស់គ្នារួមជាកម្លាំងមួយបាទរួមជាគ្នាជាកម្លាំងដើម្បីបាទជួយគ្នាបាទជួយខ្មែរដូចគ្នាគាត់ការពារគាត់នៅជួរមុខគាត់ការពារទឹកដីយើងនៅជួយក្រោយយើងត្រូវឧបត្ថម្ភរួមទាំងសាមគ្គីភាពជាកម្លាំងមួយដែលគេមិនអាចកាច់ជើងបាក់ងាយស្រួលទេណាចង្កឹះមួយអាចកាច់បាក់បើសិនបើចង្កឹះយើងមកបាច់ចង់ឲ្យអ្នកណាកាច់ក៏កាច់បាក់ដែរបាទអញ្ចឹងណាបងប្អូនបាទហ្នឹងហើយខ្ញុំមិនមានអ្វីទេខ្ញុំនឹងបាទផ្ដល់ព័ត៌មាននេះជូនដល់សាធារណជនឲ្យបានជ្រាបបាទជាមួយលោកមនីបាទដើម្បីឲ្យបានដឹងអំពីអ្វីដែលបងបានបំរើជាតិមាតុភូមិបងណាបាទហើយយ៉ាងណាក៏បងប្អូនជួយគាត់បាទជួយទៅជាចុងក្រោយបាទជាចុងក្រោយបងមានអ្វីបាទប្រដាប់ផ្ញើក៏ដូចជាមានអ្វីបាទថែមបាទមានអ្វីបន្ថែមទេបងបាទជាចុងក្រោយខ្ញុំបាទមុននេះសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាបាទយើងរួមសាមគ្គីគ្នាឡើងបាទដើម្បីប្រឆាំងជាមួយចៅសៀមកុំឲ្យវាប្រមាថមើលងាយដល់ប្រទេសជាតិរបស់យើងបាទយើងជួយគ្រប់គ្រងថ្នាក់ដឹកនាំរបស់យើងដើម្បីការពារទឹកដីរបស់យើងបាទមានប៉ុណ្ណឹងបាទសម្រាប់បងបាទសូមបន្ថែមតិចណាមានអីទេបងព្រោះយើងវាសោកសៅយូរហើយអត់សូវចេះនិយាយទេបាទអត់អីទេបងប្អូនបាទគាត់មិនសូវជាមានវោហារស័ព្ទទេណាយើងខ្ញុំសូមលំអរកាយគ្រប់លាប្រិមិត្តតែប៉ុណ្ណេះបាទយើងសូមអរគុណបាទជាបឋមខ្ញុំបាទក៏សូមថ្លែងអំណរអគុណដល់អាជ្ញាធរដែលនៅផ្សារតមួននេះដែលបានជួយឧបត្ថម្ភដល់ពួកខ្ញុំទាំងពីរនាក់ក៏ដូចជាបងប្អូនអាជីវករផងដែរដែលបានរៃអង្គាសគ្នា10000 20000បានជួយឧបត្ថម្ភខ្ញុំបាទនេះក៏បានជួយព្រមបាទដេតបងវិនមានតែពៅគាត់បានឧបត្ថម្ភអាជីវករផ្សេងទៀតបានរៀបរាប់ឈ្មោះអស់ទេដេតបងអីអរគុណជាបងវិនបងដេតតែពៅបាទជាពិសេសអរគុណដល់បងប្អូននៅក្នុងតាទាំងមូលទាំងអស់បាទនិយាយទៅបាទអរគុណទាំងអស់ទៅវាបងនៅក្នុងផ្សារក្បួននេះទាំងអស់បាទសូមជូនពរឲ្យបងរស់ស៊ីកាន់តែមានឡើងបាទសុខភាពល្អបាទអរគុណបាទអរគុណដល់បានទេបាទព្រះវិហារស្រុកចំផ្សានបងប្អូនបាទឃើញទេស្រុកចំផ្សានខ្ញុំជម្រាបឡើងវិញម្ដងទៀតការទម្លាក់គ្រាប់របស់យោធាសៀមនៅលើផ្ទះប្រជាពលរដ្ឋនៅតំបន់មួយចំនួនគឺសាហាវណាបាទយើងនិយាយសាហាវប៉ុន្តែម៉ោងនេះយើងចង់និយាយថាធ្វើអីក៏ដោយសូមឲ្យយើងទាំងអស់គ្នារួមជាកម្លាំងមួយបាទរួមជាគ្នាជាកម្លាំងដើម្បីបាទជួយគ្នាបាទជួយខ្មែរដូចគ្នាគាត់ការពារគាត់នៅជួរមុខគាត់ការពារទឹកដីយើងនៅជួយក្រោយយើងត្រូវឧបត្ថម្ភរួមទាំងសាមគ្គីភាពជាកម្លាំងមួយដែលគេមិនអាចកាច់ជើងបាក់ងាយស្រួលទេណាចង្កឹះមួយអាចកាច់បាក់បើសិនបើចង្កឹះយើងមកបាច់ចង់ឲ្យអ្នកណាកាច់ក៏កាច់បាក់ដែរបាទអញ្ចឹងណាបងប្អូនបាទហ្នឹងហើយខ្ញុំមិនមានអ្វីទេខ្ញុំនឹងបាទផ្ដល់ព័ត៌មាននេះជូនដល់សាធារណជនឲ្យបានជ្រាបបាទជាមួយលោកមនីបាទដើម្បីឲ្យបានដឹងអំពីអ្វីដែលបងបានបំរើជាតិមាតុភូមិបងណាបាទហើយយ៉ាងណាក៏បងប្អូនជួយគាត់បាទជួយទៅជាចុងក្រោយបាទជាចុងក្រោយបងមានអ្វីបាទប្រដាប់ផ្ញើក៏ដូចជាមានអ្វីបាទថែមបាទមានអ្វីបន្ថែមទេបងបាទជាចុងក្រោយខ្ញុំបាទមុននេះសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាបាទយើងរួមសាមគ្គីគ្នាឡើងបាទដើម្បីប្រឆាំងជាមួយចៅសៀមកុំឲ្យវាប្រមាថមើលងាយដល់ប្រទេសជាតិរបស់យើងបាទយើងជួយគ្រប់គ្រងថ្នាក់ដឹកនាំរបស់យើងដើម្បីការពារទឹកដីរបស់យើងបាទមានប៉ុណ្ណឹងបាទសម្រាប់បងបាទសូមបន្ថែមតិចណាមានអីទេបងព្រោះយើងវាសោកសៅយូរហើយអត់សូវចេះនិយាយទេបាទអត់អីទេបងប្អូនបាទគាត់
មិនសូវជាមានវោហារស័ព្ទទេណាយើងខ្ញុំសូមលំអរកាយគ្រប់លាប្រិមិត្តតែប៉ុណ្ណេះបាទយើងសូមអរគុណបាទ